ថ្ងៃនេះយើងមកបន្តសាច់រឿងស្នេហ៍ប្រែកំណុំយើងតទៀតខ្ញុំណែនាំឲ្យអ្នកគ្នាទៅមើលភាគមុនណាហើយទៅនិយាយដល់ភាគនេះអ្នកគ្នាស្ដាប់អត់យល់សាច់រឿងបញ្ចប់ពីភាគមុនទោះបើយើងបានសំបែកពីតួសង្សាររបស់គាត់ហើយបន្ទាប់ពីគាត់សំបែកហើយគាត់បានដើរចុះមកក្រោមគាត់បានសម័យពីអតីតកាលរបស់គាត់ឲ្យយើងដឹងថាក៏ប៉ុន្តែគាត់មិនដែលភ្លេចតួស្រីទេកន្លងមកគាត់ធ្វើអ្វីៗគឺដើម្បីតែរងចាំតួស្រីគាត់វិញគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ពេលដែលតួស្រីត្រឡប់មករកគាត់មកសងសឹកលើគាត់និយាយទៅគាត់ព្រមធ្វើគ្រប់យ៉ាងឲ្យតែតួស្រីត្រឡប់មកវិញរឿងតនេះគឺខ្ញុំបាក់ចកេះខ្លាំងមែនទែនក៏ប៉ុន្តែតួរបស់យើងគាត់មិនដែលភ្លេចតួស្រីទេហើយគាត់តែងតែប្រើវិធីណាមួយដើម្បីឲ្យតួស្រីឃើញគាត់ប្រចាំគាត់ថងនេះគេបាននិយាយពីអតីតកាលរបស់គាត់ថាគាត់បញ្ចប់ការសិក្សាហើយគាត់ត្រូវសាកល្បងការងារនៅខេត្តកណ្ដាលក្រុមហ៊ុននឹងបានជួលគាត់នឹងក្រុមវិស្វករមួយចំនួននឹងមកធ្វើការក្រុមហ៊ុនបានជួលផ្ទះមីងរក្សានឹងដើម្បីឲ្យក្រុមគាត់ស្នាក់នៅការវិញគាត់បានជួបនឹងតួស្រីរបស់យើងថ្ងៃនោះមីងរក្សាគាត់បានធ្វើកម្មវិធីជប់លៀងអីចឹងប្រើគ្រាន់តែឃើញតួស្រីភ្លាមគឺគាត់លងស្នេហ៍ភ្លាមគាត់មើលទៅតួស្រីដោយភាពកក់ក្ដៅអញ្ចឹងគាត់ស្រឡាញ់តួស្រីមួយរយៈក្រោយទៀតមកគាត់ក៏ញ៉ែតួស្រីជាបដារហូតដល់តួស្រីហ្នឹងស្រឡាញ់គាត់ព្រមធ្វើសង្សារគាត់ទាំងពីរនាក់ហ្នឹងបានស្រឡាញ់គ្នារយៈពេលបានមួយសប្ដាហ៍គាត់អាសានាំគ្នាដើរចេញទៅក្រៅអញ្ចឹងនៅផ្ទះជួលក៏ដូចជាក្រុមការងារគាត់អីសិតតែចាប់អារម្មណ៍ថាគាត់ពីរនាក់ហ្នឹងស្រឡាញ់គ្នាមួយហ្នឹងដឹងដល់មីងរក្សាដែលគាត់ជាម្ដាយរបស់តួស្រីហ្នឹងបន្ទាប់ពីគាត់ដឹងគឺគាត់មកប្រាប់តួប្រុសឲ្យឈប់តាក់ទងមួយតួស្រីទៅព្រោះតួស្រីអត់ទាន់រៀនចប់ទេអត់ទាន់មានអនាគតទេចំណែកតួប្រុសវិញក៏អត់ទាន់មានការងារឲ្យជាធំដុំមេដែរដោយសារតែតួប្រុសទៅមិនសាកល្បងការងារតែតួប្រុសគិតថាអូស្នេហាវាចឹងឯងវាតែងតែមានឧបសគ្គអីចឹងក៏អត់ចាប់អារម្មណ៍ទៅបន្ទាប់ពីគាត់អត់ព្រមឈប់ស្រឡាញ់គ្នាមួយតួស្រីចឹងមីងរក្សាក៏អត់ឈប់ទេគាត់ទៅប្តឹងដល់កន្លែងការងាររបស់តួប្រុសហ្នឹងចោទថាតួប្រុសហ្នឹងតាក់ទងកូនគាត់លួងលោមកូនគាត់ចឹងណាព្រោះតែតួប្រុសហ្នឹងបងតួស្រី5ឆ្នាំចឹងវាអាចចោទថាតួប្រុសហ្នឹងគឺជាមនុស្សចាស់ដែរចង់បំពេញទៅលើក្មេងស្រីអញ្ចឹងទៅព្រោះតែរឿងហ្នឹងតួប្រុសត្រូវគេដូរឲ្យគាត់ទៅធ្វើការនៅកន្លែងផ្សេងឲ្យគាត់ទៅធ្វើការនៅភ្នំពេញវិញកន្លែងហ្នឹងខ្ញុំកាត់តិចឲ្យដឹងពីប្រវត្តិរបស់តួប្រុសក៏ប៉ុន្តែតួប្រុសគាត់មានតែឪពុកទេគាត់អត់មានម្ដាយទេម្ដាយរបស់គាត់នឹងស្លាប់បាត់ហើយម្លងពេលដែលម្ដាយរបស់តួប្រុសនឹងគាត់ឈឺនឹងឪពុករបស់តួប្រុសនឹងគាត់លួចតាក់ទងជាមួយនឹងស្រីថ្មីរហូតដល់មានកូនមានអីម៉ែតួប្រុសពេលដែលដឹងរឿងនឹងគាត់កាន់តែឈឺធ្ងន់គាត់ក៏បានស្លាប់បាត់គាត់ជានៅតួប្រុសថងនឹងមែនទែនអញ្ចឹងហើយទើបតួប្រុសគាត់ខឹងឪគាត់ណាហើយគាត់និយាយសម្ដីអាក្រក់ៗទៅកាន់ឪពុករបស់គាត់នឹងថាឪពុករបស់គាត់នឹងល្មោបស្រីល្មោបអីចឹងជាមនុស្សប្រុសដែលផិតក្បត់ចឹងគាត់សន្យាខ្លួនឯងថាគាត់មិនធ្វើជាមនុស្សអញ្ចឹងទេឪពុករបស់គាត់នឹងខឹងខ្លាំងមែនទែនដល់ថ្នាក់ចង់កាត់ការកូនចៅដោយសារតែខ្លាំងអញ្ចឹងគាត់នៅតែក្នុងបន្ទប់ចំណែកឪពុករបស់គាត់នឹងមានប្រពន្ធហើយមានកូនព្រោះតែគ្រួសារគាត់អត់មានភាពកក់ក្ដៅអញ្ចឹងទោះប្រហែលយើងបន្ទាប់ពីចប់ថ្នាក់ទី12គាត់ក៏ឡើងមកបន្តការសិក្សានៅឯពេញចូលគាត់រៀនផងនិយាយទៅគាត់ជួលផ្ទះនៅតែម្នាក់ឯងទេថ្ងៃខ្លះគាត់ទៅធ្វើការថ្ងៃខ្លះទៅក៏បកមកអតីតកាលរបស់យើងបន្ទាប់ពីតួប្រុសគាត់បានត្រូវគេដកចេញពីការងារអញ្ចឹងគាត់ក៏បានទៅសំបែកពីតួស្រីដោយសារតែគាត់គិតខ្លួនគាត់ដែរទី1មកពីអតីតកាលទី1មកពីគ្រួសារគាត់អត់សមស្របនឹងតួស្រីទេទី2តួប្រុសហ្នឹងអត់ទាន់មានលទ្ធភាពចិញ្ចឹមតួស្រីឲ្យបរិបូរណ៍ទេដោយសារតែត្រូវគេដកការងារចេញហើយមួយទៀតតួស្រីនឹងអត់ទាន់រៀនចប់ស្រួលបួរទេតួប្រុសខ្លាចខូចអនាគតចឹងបានសុំពឹងមិត្តភ័ក្តិរបស់គាត់នឹងឲ្យជួយសម្ដែងធ្វើជាសង្សាររបស់គាត់ដើម្បីបញ្ឈឺតួស្រីធ្វើម៉េចឲ្យតួស្រីនឹងឆាប់ដកចិត្តពីគាត់បន្ទាប់ពីបែកគ្នាជាមួយនឹងតួស្រីហើយតួប្រុសត្រូវគេបញ្ជូនទៅភ្នំពេញវិញដោយសារតែគាត់នៅមានការងារនៅក្នុងទៀតគេយកគាត់ទៅធ្វើការនៅភ្នំពេញវិញអញ្ចឹងស្រីពេលហ្នឹងដូចគ្នាគាត់ក៏ត្រូវឡើងទៅភ្នំពេញវិញដែរហើយគាត់ត្រូវទៅបន្តការសិក្សាកាលនោះគាត់មិនសម្រេចចិត្តថាអត់នៅមួយម៉ាក់គាត់ទេគាត់ទៅនៅមួយមីងវិញហើយឡងពេលដែលតួស្រីគាត់តែងតែទៅផាក់ស៊ីនៅខាងក្រៅហើយត្រឡប់មកវិញខ្លួនឯងហ្នឹងគឺតួប្រុសតែងតែដើរតាមមើលថែអញ្ចឹងមើលថែគ្រប់ពេលដែលតួស្រីស្វឹងផាក់ស៊ីអ៊ូបនួតាមផ្លូវហ្នឹងតួប្រុសអ៊ីវមកវិញមកផ្ទះវិញមានតែមីងរបស់តួស្រីទេដែលគាត់ដឹងថាតួប្រុសមើលថែតួស្រីរហូត3-4ឆ្នាំហ្នឹងតួប្រុសតែងតែនៅក្បែររហូតធ្វើដូចគាត់បាត់ពីពិភពលោកហ្នឹងអញ្ចឹងតែក៏ប៉ិតអត់ទេគាត់នៅជាមួយនឹងតួស្រីរហូតហ្នឹងតែតួស្រីអត់ដឹងក៏ពេលដែលតួប្រុសមកហៅគាត់ទៅពេលដែលតួស្រីហ្នឹងបាត់បង់ស្មារតីគាត់គិតថាគាត់យល់សពអញ្ចឹងហើយមួយទៀតការងារដែលតួស្រីរកបានគ្រប់អាជីពដែលតួស្រីរកបានហ្នឹងតួប្រុសតែងតែសុំឲ្យគេហ្នឹងមើលទៅលើក្រុមតួស្រីជួយជួលតួស្រីអីចឹងបានតួស្រីយើងគាត់
ធ្វើការអីគេតែទៅរកគួយទូប្រើគាត់ធ្វើការផ្នែកអញ្ចឹងចូលសាច់រឿងយើងវិញទូប្រើបន្ទាប់ពីធ្វើដំណើរមកខុនដូគាត់វិញចូលបន្ទប់គាត់ទេគាត់ហួសទៅមើលទូស្រីកំពុងតែឈឺទូស្រីយើងបានកំពុងតែឈើផឹកទឹកសុកទូប្រើគឺបើកទ្វារមកខ្វាក់ឃើញទូស្រីពេលហ្នឹងដោយសារតែគាត់គេងអញ្ចឹងគាត់ពាក់អាវស៊ីខ្លាំងមែនតើទូប្រើឃើញធម្មតាក៏ចូលមកអោបតែមិនត្រឹមតែអោបទេអ្នកគ្នាដៃគាត់គឺរាវចាស់ឡើងទូស្រីបានប្រាប់ថាណែកំពុងអាកាសទឹកក្តៅទូប្រើពេលហ្នឹងគាត់បានដកដៃទូស្រីហើយយកទឹកក្តៅចេញចាប់ដៃទូស្រីជាប់ហើយថើបបន្ទាប់ពីថើបហើយគាត់បីទូស្រីចូលទៅក្នុងបន្ទប់គេងចឹងថងហ្នឹងមិននិយាយទេគឺដឹងតាជាតិទេរ៉ាបន្ទាប់ពីចប់ភារកិច្ចរួចរាល់ទូប្រើសួរទូស្រីហើយថាចង់ងើបចេញមែនទូស្រីប្រង់នឹងងើបទូប្រើអោបជាប់អោបហើយថើបម្ដងពេលហ្នឹងទូស្រីខឹងខ្លាំងមែនទែនប្រាប់ថាម៉េចហីអត់តន់ឆ្អែតទៀតតែមិនឈឺផងទូព្រោះថាមិនបាច់ធ្វើការថ្ងៃនេះឈឺមួយថ្ងៃទៀតទៅពេលហ្នឹងថើបទេសម្រាប់តទូស្រីងើបលេងរួចមើលទៅបានទូព្រោះហ្នឹងព្រមដោះលែងព្រោះគាត់គុំយូរហើយគុំទូស្រីតាំងពីទូស្រីនៅក្មេងម៉េះគាត់មិនអាចធ្វើអ្វីបានគាត់បានត្រឹមតែស្រឡាញ់ម្នាក់ឯងអញ្ចឹងណាគាត់ចេះតាមមើលទូស្រីចឹងរហូតមកដល់ពេលនេះទូស្រីមកធ្វើអ្វីលើគាត់ហ្នឹងគឺគាត់សប្បាយចិត្តខ្លាំងមែនទែនគាត់អាងមានលេះធ្វើអ្វីទៅលើទូស្រីវិញលើកនេះគាត់សន្យានឹងខ្លួនឯងហើយថាគាត់មិនលែងទូស្រីជាដាច់ខាតឡងពេលដែលទូស្រីស្វឹងណាអ្នកគ្នាខ្ញុំនិយាយទៅសារដើមបន្តិចឡងពេលដែលទូស្រីស្វឹងទូស្រីតែងតែថើបតែងតែលូកនេះលូកនោះទូប្រុសទ្រាំខ្លាំងមែនទែនព្រោះអីពេលហ្នឹងទូស្រីនៅក្មេងទៅ8 10ហ្នឹងគ្នាអត់ហ៊ានទេទប់បានត្រឹមតែថើបតិចតួចហើយចេញមកវិញពេលហ្នឹងទប់ខ្លាំងមែនទែនដឹងជាទូប្រុសទ្រាំយ៉ាងម៉េចទេណាយើងតទៀតហឹកឡើងទូស្រីលើកនេះគឺងើបលេងរួចមែនទែនហើយបានដាក់ច្បាប់មួយថ្ងៃពេលហ្នឹងប្រធានហ្នឹងគឺឆ្ងល់ហេតុអីបានជាទូស្រីគាត់ក៏មកមើលទូស្រីទូប្រហែលអត់ដឹងទេនៅកន្លែងធ្វើការពេលហ្នឹងគាត់និយាយមួយពួកម៉ាក់គាត់ចឹងណាមកស្ទុះទៅគាត់ដឹងថាប្រធានរបស់គាត់ហ្នឹងមកសួរសុខទុក្ខទូស្រីនៅផ្ទះគាត់តែដឹងប៉ុណ្ណឹងទូប្រហែលតម្លាក់អីវ៉ាន់ចោលរត់មកផ្ទះហ្មងរត់មកបន្ទប់មកដល់ឃើញទូប្រយើងធ្វើជានិយាយថាមានឯកសារត្រូវនិយាយមួយទូស្រីចឹងតែប្រធានហ្នឹងបាននិយាយថាអូទូស្រីឈឺអត់ឲ្យនិយាយជាមួយទេហើយគេបិទទ្វារទៅទូប្រុសខឹងខ្លាំងមែនតើមកបន្ទប់វិញអារម្មណ៍អត់នៅខ្លួនទេដើរក្វេក្វោល្ងាចតិចទូប្រុសទៅគោះទៀតណាតែប្រធានហ្នឹងអត់ទៅណានៅមើលថែទូស្រីចឹងទូស្រីយើងក៏ទៅពីដេកចុះបើ2ដងថ្ងៃឡើងបាក់ហើយណាពេលហ្នឹងទូប្រុសគាត់សួរប្រធានហ្នឹងអត់ព្រមទៅបន្ទប់វិញទេដល់ហើយទៅទូស្រីកើបមកនិយាយចឹងថាប្រធានម្នាក់ហ្នឹងនៅជាមួយគាត់អញ្ចឹងឲ្យទូប្រុសចេញទៅវិញទៅយកតែឯកសារមកទៅទូប្រុសសន្លក់ទៅទូស្រីឡើងថ្មែពេលហ្នឹងទូស្រីក៏ដឹងថាទូប្រុសប្រចាំតែគាត់នៅតែប្រាប់ឲ្យប្រធានហ្នឹងដេញទូប្រុសចេញទៅទូប្រុសអត់ចង់ចេញអារម្មណ៍ឡើងងើហ្មងឡើងងើងហ្មងសឹងតែចង់ហក់ដាល់ហើយលើកហ្នឹងគាត់ចេញទៅមែនរហូតដល់ម៉ោងខ្ទង់8 9យប់ទៅប្រធានហ្នឹងទៅផ្ទះវិញគាត់នៅប្រធានហ្នឹងទៅវិញទូប្រុសប្រញាប់ទៅចុចលេខទ្វារចូលផ្ទះទូស្រីផ្លឹបហើយអស់កម្លាំងខ្លាំងមែនទែនទូស្រីថាមកធ្វើអីទៀតគាត់អស់កម្លាំងណាស់គាត់នៅឃើញទូស្រីអស់កម្លាំងចឹងគាត់បារម្ភគាត់ថាមានរឿងអីហេតុអីក៏អស់ដល់ថ្នាក់ហ្នឹងទូស្រីថាគាត់អត់ស្រួលខ្លួនខ្លាំងពេកគាត់ឈឺចឹងណាទូប្រុសទាយកទូស្រីទៅប៉ែតតែទូស្រីអត់ទៅងំដេកទៅទូប្រុសអត់ទៅណានៅមើលថែជូតទឹកក្តៅជូតអីចឹងនឹងនិយាយថាម៉េចមើលថែអ្នកជំងឺរហូតដល់ព្រឹកឡើងទូប្រុសដេកលើសាឡុងទូស្រីយើងគាត់ងើបឡើងថ្ងៃហ្នឹងគាត់ធូរគឺគាត់ថាទៅធ្វើការបានហើយក៏សម្រេចចិត្តថាដាស់ទូប្រុសប្រាប់ទូប្រុសឲ្យទៅបន្ទប់វិញទៅគាត់នឹងងូតទឹកងូតអីចឹងទូប្រុសយើងក៏អត់ព្រមទេក្វោតែអោបពីក្រោយទូស្រីថាអត់ទេខ្ញុំចូលមុជទឹកហើយទូប្រុសអោបពីក្រោយចុះគ្នាមុជទឹក2នាក់អាហ្នឹងបាច់ចៃទេគឺងូតទឹក2នាក់ហ្នឹងគឺក្នុងបន្ទប់ទឹកហ្នឹងមិនត្រឹមតែមុជទឹកទេគឺអត់មាននិយាយអត់ចេញទេអ្នកគ្នាបន្ទាប់ពីលេងក្នុងបន្ទប់ទឹកអស់ចិត្តហើយ2នាក់ហ្នឹងក៏សម្រេចចិត្តទៅធ្វើការទៅដល់កន្លែងការងារទូស្រីគឺមានវិជាប្រៃខ្លាំងមែនទែនដោយសារគាត់ជាស្រីស្អាតអញ្ចឹងម្នាក់សួរពីសុខទុក្ខជំងឺអីគាត់អញ្ចឹងណាទូប្រុសក៏ឃើញហើយខឹងទៀតតែឲ្យតែមនុស្សប្រុសផ្សេងមកសួរទូស្រីគឺទូស្រីទូប្រុសគឺខឹងអញ្ចឹងពេលហ្នឹងទូប្រុសយើងទៅចាប់អូសដៃទូស្រីចូលក្នុងបន្ទប់ទឹកនៅកន្លែងការងារហើយថាឲ្យទូស្រីសួរថាថៃប្រចាំមែនហ្នឹងហើយខ្ញុំប្រចាំអ្នកឯងទូស្រីអស់និយាយគាត់បានត្រឹមតែថើបលងលោបទូប្រុសហើយដល់ម៉ោងទៅធ្វើការទៅក៏បបាយគ្នាទៅធ្វើការទៅហ្នឹងហើយអ្នកនរគ្នាខ្ញុំបញ្ចប់ត្រឹមហ្នឹងសិនភាគក្រោយគឺរឿងសែតខ្លាំងជាងហ្នឹងដោយសារទូស្រីចាប់ផ្ដើមប្រលះទូប្រុសហើយអញ្ចឹងមកយល់ថាចូលចិត្តជួយ like និង share មួយទៅអរគុណបាយបាយ